ស្លាប់មនុស្ស7នាក់ហើយដោយសារឥទ្ធិពលព្យុះប៊ូឡុយខណៈជិត270000នាក់រងផលប៉ះពាល់ប្រទេសថៃបានរងឥទ្ធិពលធ្ងន់ធ្ងរពីព្យុះប៊ូឡុយដោយបើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយតួលេខមនុស្សស្លាប់បានកើនឡើងដល់ទៅ7នាក់ហើយរបាយការណ៍ដែលផ្សាយដោយ The Nation កាលពីថ្ងៃច័ន្ទទី29កញ្ញាឆ្នាំ2025បានបង្ហាញថាក្រៅពីមនុស្សស្លាប់ក៏នៅមានអ្នករងផលប៉ះពាល់ចំនួន269,351 នាក់ផងដែរទន្ទឹមនោះខេត្តចំនួន17ត្រូវជន់លិចធ្ងន់ធ្ងរដូចជាពិសានុឡុកផេតឆាបុនភ័យឈិតនាខនសាវ៉ាន់ឡាំផេងអំណាចឆារឿននងប៊ឺឡាំភូឧថៃធានីឆៃណាតសិងបុរីអាងថងសុផាន់បុរីអយុធយាផាថមធានីនាខនផាថមចាជើងសៅនិងប្រាជីនបុរីដោយសារតែភាពធ្ងន់ធ្ងរនៃព្យុះនេះអាជ្ញាធរថៃបានប្រញាប់ប្រញាល់ចេញការព្រមានឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខណៈមានការព្យាករណ៍ថាទូទាំងប្រទេសនឹងមានធ្លាក់ភ្លៀងខ្លាំងដល់ចុងសប្តាហ៍មុននេះអ្នកខេត្តអាងថងអយុធយាសិងបុរីនិងឆៃណាតក៏ត្រូវប្រមានអំពីអាសន្នធំផងដែរដោយសារតែនាយកដ្ឋានធារាសាស្ត្រ OID បានប្រកាសភ្លាមៗអំពីការប្រែប្រួលបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាលើសកម្រិតប្រកាសពីមុន OID ជួនដំណឹងថាដោយមើលឃើញពីស្ថានភាពកាន់តែមិនស្រួលដោយឥទ្ធិពលព្យុះទំនប់ចៅប្រាយ៉ាត្រូវតែបញ្ចេញទឹកលើសពីការប្រកាសមុននេះពលគឺត្រូវរំដោះទឹក 2200 ម៉ែត្រគូបក្នុង1វិនាទីហើយប្រហែលត្រូវបញ្ចេញលើសពីនេះទៀតបើចាំបាច់ដើម្បីជៀសវាងផលប៉ះពាល់ដល់ទំនប់ជាពិសេសខ្លាចបាក់ធ្លាយសេចក្តីប្រកាសភ្លាមៗនេះធ្វើឲ្យពលរដ្ឋក្នុងខេត្តទាំង4អាចរៀបចំខ្លួនព្រមទាំងទ្រព្យសម្បត្តិរបស់ពួកគេមិនទាន់ព្រោះថាច្បាស់ណាស់ខេត្តទាំងនេះនឹងត្រូវជន់លិចធំធេងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ